បុរសនោះមានអារម្មណ៍ថាថ្ងៃវិនិច្ឆ័យមកដល់ដូច្នេះគាត់ក៏សម្រេចចិត្តចាយលុយគ្រប់សេនដែលគាត់មានបញ្ហាគឺគាត់មិនសូវមានលុយច្រើនទេតាំងពីដំបូងមកដូច្នេះគាត់ក៏ប្រញាប់យកផ្ទះដ៏ប្រណិតតែមួយគត់របស់គាត់ទៅបញ្ចាំនៅធនាគារបន្ទាប់មកដោយមិនឲ្យក្រុមហ៊ុនចង្ការប្រាក់ដឹងគាត់ក៏យកផ្ទះដែលនេះទៅបញ្ចាំឲ្យពួកគេដែរហើយខ្ចីបានប្រាក់9លានយ៉ាងរលូនក្រុមហ៊ុនចង្ការប្រាក់បានប្រាប់ពីផលវិបាកដ៏ធ្ងន់ធ្ងរបើមិនសងលុយទាន់ពេលវេលាប៉ុន្តែបុរសនោះមិនមានអារម្មណ៍ភ័យខ្លាចតតែសោះគាត់ដឹងថាថ្ងៃវិនិច្ឆ័យនឹងមកដល់ក្នុងពេលឆាប់នេះហើយគាត់នឹងមិនចាំបាច់សងលុយវិញឡើយគាត់បានឲ្យក្រុមហ៊ុនសន្តិសុខលំដាប់កម្ពូលសាងសង់បន្ទប់សុវត្ថិភាពមួយក្នុងតម្លៃ8លានប៉ុន្តែគាត់បង់ប្រាក់កក់តែ1លានប៉ុណ្ណោះក្រុមហ៊ុនសន្តិសុខបានទុកពេលឲ្យគាត់3ខែដើម្បីបង់ប្រាក់ដែលនៅសល់បុរសនោះស្ទើរតែទប់សម្លាច់មិនបានព្រោះមានតែគាត់ទេដែលដឹងថាថ្ងៃវិនិច្ឆ័យនឹងមកដល់ក្នុងរយៈពេល1ខែហើយគាត់នឹងមិនចាំបាច់បង់ប្រាក់ដែលនៅសល់នោះឡើយក្នុងនាមជាមនុស្សដែលកើតឡើងវិញគាត់ក៏មានទំហំទុករបស់របរគ្មានកំណត់ដែលអាចរក្សាទុករបស់របរឲ្យនៅស្រស់ជានិច្ចបន្ទាប់មកបុរសនោះបានចាក់ចេញពីផ្ទះហើយបើកឡានទៅកាន់ឃ្លាំងរបស់វ៉ាម៉ាត់ឃ្លាំងដ៏ធំនេះគ្របដណ្ដប់លើផ្ទៃដីជាង1លានម៉ែត្រការ៉េហើយពោពេញទៅដោយទំនិញជាច្រើនសន្ធឹកសន្ធាប់កាន់តែឃើញគាត់កាន់តែរំភើបក្នុងនាមជាអ្នកគ្រប់គ្រងឃ្លាំងរបស់ផ្សារទំនើបគាត់ដឹងច្បាស់ពីទីតាំងនៃកាមេរ៉ាគ្រប់គ្រឿងនឹងអាចនៅពេលណាមួយក៏អាចប្រមូលទំនិញទាំងអស់ចូលទៅក្នុងទំហំផ្ទុករបស់គាត់បានដែរប៉ុន្តែគាត់មិនប្រញាប់ទេពេលដែលគាត់ជួបមិត្តរួមការងារដែលគាត់ស្អប់គាត់គ្រាន់តែធ្វើមិនឃើញពួកគេគាត់ដឹងថាពួកគេទាំងអស់គ្នានឹងស្លាប់យ៉ាងវេទនានៅថ្ងៃវិនិច្ឆ័យគាត់មិនចង់ខាតកម្លាំងជាមួយមនុស្សដែលជិតនឹងស្លាប់ទាំងនេះទេបន្ទាប់មកគាត់ក៏ចូលស្នាក់នៅសន្តាគារផ្កាយ5ទោះបីជាតម្លៃថ្លៃក៏ដោយក៏បុរសនោះមិនខ្វល់ដែរព្រោះលុយនឹងលែងមានតម្លៃក្នុងពេលឆាប់នេះហើយយប់នោះលេខសាបានផ្ញើសារមកគាត់នាងបានសង្កេតឃើញថាគាត់កំពុងស្តុកទុកទំនិញនិងជួសជុលផ្ទះហើយនាងក៏សួរថាតើមានគ្រោះមហន្តរាយអ្វីជិតមកដល់មែនទេបុរសនោះដឹងថាលេខសាជាមនុស្សឆ្លាតតែមានគ្រោះថ្នាក់ដូច្នេះហើយគាត់ប្រកាសជាមិនប្រាប់ការពិតនាងទេក្នុងរយៈពេលប្រមាណថ្ងៃបន្ទាប់ក្រៅពីទិញរបស់របរចាំបាច់សម្រាប់ការរស់រានមានជីវិតគាត់ក៏បានហ្វឹកហាត់បាញ់ធ្នូផងដែរគាត់អាចបាញ់ចង្កូតដៅពីចម្ងាយ15ម៉ែត្រមួយសប្តាហ៍ក្រោយមកក្រុមហ៊ុនសន្តិសុខបានទូរស័ព្ទមកប្រាប់ថាបន្ទប់សុវត្ថិភាពបានធ្វើរួចរាល់ហើយជញ្ជាំងត្រូវបានធ្វើពីបន្ទះលោហៈធាតុលំដាប់អាកាសចរហើយប្រព័ន្ធខ្យល់ចេញចូលប្រព័ន្ធកម្ដៅនិងកាមេរ៉ាចំនួន300គ្រឿងត្រូវបានបំពាក់រួចរាល់បុរសនោះបានដើរទៅកាន់យ៉ទ្វារកញ្ចក់ត្រូវបានបដូរទៅជាកញ្ចក់ការពារគ្រាប់កាំភ្លើងលំដាប់កម្ពូលទោះបីជាអគារទាំងមូលដួលរលំក៏ដោយក៏បន្ទប់របស់គាត់នៅតែរឹងមាំដដែលក្រុមហ៊ុនសន្តិសុខបានរំលឹកគាត់ឲ្យបង់ប្រាក់ដែលនៅសល់ក្នុងរយៈពេល3ខែបុរសនោះយល់ព្រមយ៉ាងរីករាយនៅពេលដែលអ្នកជិតខាងឃើញគាត់ស្តុកទុកទឹកផឹកយ៉ាងច្រើនពួកគេសើចចំអោយគាត់ដោយនិយាយថាគាត់ប្រកាសជាឈួតហើយព្រោះពួកគេរស់នៅក្នុងទីក្រុងជាប់មាត់សមុទ្រដែលមិនខ្វះទឹកទេសូម្បីតែក្នុងរដូវប្រាំងក៏ដោយបុរសនោះមិនអើពើនឹងពួកគេទេសន្តិសុខម្នាក់ដែលជាអតិថិជនហើយការពិជាតិមុនធ្លាប់លះបង់ជីវិតដើម្បីជួយសង្គ្រោះអ្នកដទៃបានដើរមករកគាត់យ៉ាងរាក់ទាក់ហើយសួរថាតើគាត់ត្រូវការជំនួយដែរឬទេបុរសនោះក៏សម្រេចចិត្តប្រាប់តម្រុយពីថ្ងៃវិនិច្ឆ័យគាត់ស្រាប់តែនិយាយថារដូវរងាឆ្នាំនេះនឹងត្រជាក់ខ្លាំងហើយផ្ដល់យោបល់ឲ្យសន្តិសុខនោះស្តុកទុកអាហារនិងទឹក3ថ្ងៃមុនថ្ងៃវិនិច្ឆ័យបុរសនោះក៏បានចាប់ផ្ដើមធ្វើសកម្មភាពនៅឃ្លាំង Walmart គាត់បានទៅធ្វើការដូចធម្មតាហើយលួចដាក់ថ្នាំងងុយដេកចូលក្នុងតែរបស់ក្រុមហ៊ុនមិនយូរប៉ុន្មានបុគ្គលិកសន្តិសុខទាំងអស់ក៏ដេកលក់យ៉ាងស្កប់ស្កល់បុរសនោះបានទៅកាន់បន្ទប់សន្តិសុខបិទកាមេរ៉ាទាំងអស់ហើយគ្រាន់តែគិតមួយភ្លែតគាត់ក៏បើកទំហំផ្ទុករបស់គាត់បឺតយកទំនិញអាហារទឹកនិងឧបករណ៍គ្រប់ប្រភេទរាប់ម៉ឺនតោនគាត់ចំណាយពេលពេញ2ម៉ោងសម្លឹងមើលឃ្លាំងដ៏ទេស្អាតនេះគាត់មានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងបន្ទាប់មកគាត់ក៏បំផ្លាញភស្តុតាងទម្លាក់ក្បាលលើតុហើយធ្វើពុតជាដេកលក់មិនយូរប៉ុន្មានមិត្តរួមការងាររបស់គាត់ក៏ភ្ញាក់ឡើងហើយដឹងថាឃ្លាំងត្រូវបានសម្អាតអស់ការដឹកជញ្ជូនទំនិញច្រើនបែបនេះទាមទារឡានដឹកទំនិញធំជាច្រើនគ្រឿងនិងចំណាយពេលជាច្រើនថ្ងៃប៉ុន្តែមិនមានដានកង់ឡាននៅខាងក្រៅឃ្លាំងតតែសោះនេះបញ្ជាក់ច្បាស់ថាមានអ្នកខាងក្នុងជាអ្នកធ្វើបុរសនោះត្រូវបានគេសួរចម្លើយពេញមួយយប់ប៉ុន្តែដោយសារគ្មានភស្តុតាងគាត់ក៏ត្រូវបានដោះលែងវិញគាត់ត្រូវបានហាមឃាត់មិនឲ្យចាក់ចេញពីប្រទេសប៉ុន្តែគាត់ក៏មិនមានបំណងចាក់ចេញដែរនៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះមុនថ្ងៃវិនិច្ឆ័យដ៏ត្រជាក់ខ្លាំងព័ត៌មានពោពេញទៅដោយរឿងរ៉ាវនៃការលួចទំនិញដ៏ចម្លែកនៅឃ្លាំង Walmart ហើយមានការសន្និដ្ឋានជាច្រើនបុរសនោះដេកនៅលើសាឡុងរងចាំយ៉ាងស្ងៀមស្ងាត់នៅអ្វីដែលនឹងកើតឡើងនៅម៉ោង2ព្រឹកគាត់សម្លឹងមើលទៅក្រៅបង្អួចយ៉ាងយកចិត្តទុកដាក់ស្រាប់តែមានពន្លឺពណ៌ដ៏គួរឲ្យព្រឺសម្បូរមួយបានលេចឡើងនៅជើងមេឃមនុស្សភាគច្រើនកំពុងដេកលក់ហើយមិនបានចាប់អារម្មណ៍ទេប៉ុន្តែបុរសនោះមានអារម្មណ៍ត្រជាក់ស្រេងនៅខាងក្នុង